សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញឈ្មោះកីឡាករអាយុក្រោម22ឆ្នាំចំនួន25នាក់ដែលត្រូវទៅហ្វឹកហាត់នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី7រហូតដល់ថ្ងៃទី14ខែតុលាខាងមុខនេះបងប្អូនហើយក្នុងនោះគឺយើងឃើញមានបាទអ្នកមុខថ្មីហ្នឹងគឺ6នាក់បាទគឺ6នាក់ហ្នឹងគឺ6នាក់ខុសពីអ្វីដែលលោកកូជីឈូតគឺរើសនៅក្នុងពានរង្វាន់ ARC អ៊ុយ23វគ្គជំរុះនាពេលកន្លងទៅនេះបងប្អូនគឺខុសហ្នឹងគឺមានកុងលីហួរមានអុកដេវីនរងចង្មិញសុនថាវីស៊ីវបាទផានវិរៈនិងលេងណូរ៉ាបាទហើយក្រៅពីនោះគឺដូចទៅនឹងអេគីបដែលគាត់បានជ្រើសរើសលេងនៅក្នុងវគ្គជំរុះ ARC អ៊ុយ20នៅពហុកីឡដ្ឋានជាតិនាពេលកន្លងទៅទេបាទការទៅវឹកហាត់នេះគឺអត់បានបញ្ជាក់អំពីការប្រកួតមិត្តភាពទេប៉ុន្តែជាធម្មតាក្នុងការទៅវឹកហាត់នៅអន្តរជាតិនាពេលកន្លងទៅវឹកហាត់នៅកាតាទៅវឹកហាត់នៅវៀតណាមទៅវឹកហាត់នៅប្រទេសផ្សេងគឺតែងតែមានការជួបមិត្តភាពអាចនឹងជួបក្លឹបនៅទីនោះអីចឹងណាបងប្អូនបាទអញ្ចឹងឬក៏ជួបក្លឹបឬមួយក៏កម្រិតយុវជនអីចឹងទៅការត្រៀមខ្លួនអ៊ុយ22នេះគឺការត្រៀមខ្លួនសម្រាប់ SEA Games បាទលើកទី33នៅប្រទេសថៃបាទនាខែធ្នូនេះតែព័ត៌មានបាទបច្ចុប្បន្នភាពយ៉ាងណាយើងចាំតាមដានបន្តទៀតហើយខាងកម្ពុជាយើងអត់បញ្ជូនទៅឬមួយក៏យ៉ាងម៉េចយើងរងចាំតាមដានស្ថានភាពជាក់ស្ដែងប៉ុន្តែការត្រៀមខ្លួនយើងត្រូវតែត្រៀមយ៉ាងឯងបាទគឺគ្រាន់ថាពេលខ្លះករណីប្រធានសាកកើតឡើងថាអូបាទថៃនឹងវាចេះចុះសៀមនឹងវាចេះចុះទៀតអាហ្នឹងយើងចាំគិតទៀតប៉ុន្តែនេះគ្រាន់តែជាការបាទត្រៀមខ្លួនសម្រាប់អ៊ុយ22របស់យើងយ៉ាងណាត្រៀមខ្លួនឲ្យបានល្អបាទ